ពេលនេះខ្ញុំដឹងថាបងប្អូនជាច្រើនកំពុងតែគិតខ្លាំងណាស់អំពីមាសឡើងថ្លៃព័ត៌មានកំពុងតែពេញនៅលើបណ្ដាញសង្គម Facebook អ្នកនេះនិយាយថាទិញឥឡូវទៅល្អអ្នកនោះនិយាយថារងចាំសិនទៅឬក៏បងប្អូនធ្លាប់ស្ដាប់វីដេអូមុនរបស់ខ្ញុំអំពីអ្នកគួរតែទិញមាសឬក៏រងចាំសិននៅក្នុងថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនគិតមើលសិនថាតើបងប្អូនយល់យ៉ាងណាដែរអំពីការទិញមាសតើយើងគួរតែទិញឥឡូវឬក៏រងចាំសិនសម្រាប់បងប្អូនដែលជាប្រភេទមនុស្សទី1មានលុយសន្សំទុកមិនចំពាក់បំណុលធនាគារឬក៏បំណុលធ្ងន់ធ្ងរដែលអាចនឹងមានថវិកាដើម្បីនឹងអាចទិញមាសនេះខ្ញុំអត់និយាយអំពីបងប្អូនដែលស្ថិតនៅក្នុងប្រភេទមនុស្សទី2ទី3នៅក្នុងវីដេអូមុនទេចឹងប្រសិនបើបងប្អូនថ្មីទើបតែជួបនៅវីដេអូនេះហើយអត់បានទស្សនានិងស្ដាប់នៅវីដេអូមុនទេបងប្អូនអាចចុចនៅ link ក្នុង description ដើម្បីទទួលបាននៅវីដេអូមុនដែលនិយាយអំពីមាសឡើងខ្លាំងចឹងតើយើងគួរទិញឬក៏រងចាំសិនអញ្ចឹងឥឡូវនេះបើបងប្អូនមានលុយសន្សំនៅក្នុងខ្លួនចង់រក្សាតែខ្លាចខកឱកាសអត់បានទិញមាសចង់ទិញមាសដែរតែខ្លាចខាតអញ្ចឹងបងប្អូនត្រូវធ្វើម៉េចថ្ងៃនេះខ្ញុំនឹងមិនលំអិតបងប្អូនថាត្រូវទិញឥឡូវឬក៏ថាប្រាប់បងប្អូនថាកុំឲ្យទិញមាសនោះទេប៉ុន្តែអ្វីដែលខ្ញុំចង់សួរបងប្អូនវិញសូមបងប្អូនឆ្លុះបញ្ចាំងខ្លួនឯងថាតើបើមិនទិញមាសពេលនេះតើលុយរបស់យើងគួរយកទៅធ្វើអ្វីនៅកន្លែងណាទើបមានសុវត្ថិភាពព្រោះបងប្អូនបានដឹងរួចមកហើយថាកាលណាមាសកំពុងឡើងថ្លៃតម្លៃលុយគឺវាតែងតែធ្លាក់ចុះបន្តិចម្ដងហើយឥឡូវនេះបងប្អូនដែលស្ថិតនៅក្នុងក្រុមមនុស្សទី1ដែលគិតថាខ្លួនឯងកំពុងតែមានលុយសន្សំនិងអត់មានបំណុលធ្ងន់ធ្ងរក្នុងការសងត្រឡប់ទៅវិញទេហើយចង់យកលុយនោះទៅទិញមាសតើបងប្អូនបានសួរខ្លួនឯងទេថាហេតុអីបានជាខ្ញុំនៅស្ទាក់ស្ទើរហើយមនុស្សភាគច្រើនក៏គេកំពុងតែស្ទាក់ស្ទើរដោយលោកអ្នកដែរបងប្អូនដឹងទេការស្ទាក់ស្ទើរមិនមែនដោយសារតែយើងមិនឆ្លាតនោះទេតែដោយសារពិភពលោកពេលនេះមិនទាន់មានស្ថានភាពច្បាស់លាស់នៅឡើយសង្គ្រាមនៅតែមានសេដ្ឋកិច្ចអន្តរជាតិរអាក់រអួលតម្លៃទំនិញឡើងថ្លៃតម្លៃលុយចាប់ផ្ដើមមានហានិភ័យពេលដែលមនុស្សកំពុងតែភិតភ័យពួកគេតែងតែរត់ទៅរកទៅទិញមាសតែបញ្ហានោះគឺមាសឡើងថ្លៃរួចបាត់ទៅហើយទិញពេលនេះស្មើឲ្យទិញតម្លៃខ្ពស់នេះគឺជាមូលហេតុដែលនាំឲ្យមនុស្សភាគច្រើនយល់ច្រឡំគេគិតថាបើមិនទិញមាសឥឡូវនេះទេនោះនឹងខាតបាត់បង់ឱកាសតែការពិតនោះគឺមិនទិញក៏មិនខុសដែរបើយើងប្រកាសថាលុយដែលយើងកំពុងតែមាននេះយកទៅធ្វើអ្វីនៅកន្លែងណាដែលមានសុវត្ថិភាពចំណុចមួយទៀតដែលខ្ញុំចង់ឲ្យបងប្អូនពិចារណានិងសញ្ជឹកគិតមើលការទិញមាសមិនមែនជាជម្រើសតែមួយនោះទេបងប្អូនសូមយល់ចំណុចមួយនេះសិនការទិញមាសស្មើនឹងការពារតម្លៃរបស់លុយមិនមែនការទិញមាសដើម្បីនឹងពង្រីកលុយឲ្យកាន់តែច្រើននោះទេបើលោកអ្នកបងប្អូនទាំងអស់គ្នាទិញមាសក្នុងគោលបំណងតែមួយដើម្បីនឹងពង្រីកលុយឬក៏ពហុគុណលុយរបស់បងប្អូនឲ្យបានកាន់តែច្រើននោះបងប្អូននឹងជួបនៅហានិភ័យខកចិត្តជាមិនខានប្រសិនបើបងប្អូនមិនយល់អំពីគោលបំណងនៃការទិញមាសរបស់បងប្អូននោះទេប្រសិនបើបងប្អូនទាំងអស់គ្នាកំពុងតែមានបំណុលមិនទាន់មានលុយសន្សំសល់នៅក្នុងខ្លួនទេហើយប្រាក់ខែរបស់បងប្អូនមិនទាន់ស្ថិតថេរទៀតហើយបងប្អូនយកលុយទៅទិញមាសហើយវាកប់ចោលជាមួយមាសទាំងអស់នោះជីវិតរបស់លោកអ្នកបងប្អូននឹងមានភាពតានតឹងជាងមុនដូច្នេះហើយមុននឹងទិញមាសបងប្អូនត្រូវសួរសិនថាទិញមាសឬអត់យើងត្រូវសួរមុនថាលុយរបស់ខ្ញុំត្រូវរៀបចំយ៉ាងដូចម្តេចឲ្យបានមានសុវត្ថិភាពគន្លឹះសំខាន់ខ្ញុំចង់បែងចែកលុយជា3ផ្នែកដើម្បីឲ្យលោកអ្នកបងប្អូនងាយយល់នេះគឺជាចំណុចសំខាន់បំផុតសម្រាប់វីដេអូនេះបងប្អូនអាចស្ដាប់មួយហើយពិចារណាសញ្ជឹងគិតទាំងអស់គ្នាផ្នែកទី1លុយសម្រាប់ការពារសុវត្ថិភាពលុយគឺសម្រាប់រស់នៅឲ្យបានល្អប្រសើរក្នុងជីវិតរបស់យើងលុយគឺប្រើសម្រាប់ពេលមានបញ្ហាបន្ទាន់លុយគឺប្រើសម្រាប់ថែរក្សានិងថែទាំសុខភាពយ៉ាងតិច3ទៅ6ខែនៃការចំណាយរបស់យើងត្រូវតែមានបម្រុងទុកហើយលុយត្រូវទុកជាសាច់ប្រាក់ឬក៏ទុកនៅក្នុងគណនីធនាគារបើមិនទាន់មានផ្នែកនេះទេកុំទាន់គិតអំពីមាសព្រោះសុវត្ថិភាពសំខាន់ជាងគេផ្នែកទី2គឺលុយសម្រាប់ឆក់យកឱកាស
សម្រាប់លុយនៅក្នុងផ្នែកទី2នេះគឺជាលុយសម្រាប់វិនិយោគដែលអាចរងហានិភ័យបន្តិចបន្តួចព្រោះលុយកញ្ចប់ទី2នេះឬក៏ផ្នែកទី2នេះគឺសម្រាប់យើងយកឱកាសល្អៗដើម្បីវិនិយោគដូចជាឱកាសល្អក្នុងការទិញមាសដែលកំពុងតែឡើងថ្លៃវាបន្តឡើងថ្លៃទៅមុខទៀតហើយយើងមានលុយសម្រាប់ទុកឆក់យកឱកាសល្អនេះហើយយើងទិញមាសដើម្បីកាន់នៅពេលដែលតម្លៃឡើងខ្ពស់យើងអាចលក់វាយកផលចំណេញបានប៉ុន្តែចំណុចនេះមិនមែនឱកាសទាំងអស់សិតតែល្អហើយវាមិនមែនលុយទាំងអស់នេះគឺសម្រាប់បងប្អូនយកទៅឆក់ឱកាសគ្រប់ផ្នែកក្នុងការវិនិយោគនោះទេហើយក៏វាមិនមែនមានតែពេលមួយសម្រាប់ឆក់យកឱកាសនឹងដែរយើងមានឱកាសជាច្រើនមិនមែនមានតែមាសទេដែលយើងអាចវិនិយោគបានឧទាហរណ៍ថាប្រសិនបើលោកអ្នកបងប្អូនមានលុយផ្នែកទី2សម្រាប់ចាប់យកឱកាសល្អៗបងប្អូនអាចទិញមាសបន្តិចម្ដងទៅតាមខែនីមួយៗអញ្ចឹងទៅវាអត់មានហានិភ័យខ្ពស់ប្រហែលទេហើយទិញតាមពេលវេលាហើយមិនទិញតម្លៃទាំងអស់ក្នុងមួយដុំមាសនោះទេមានន័យថាយើងទិញជាមាសរាយទៅវាល្អព្រោះកាលណាយើងយកលុយទាំងអស់ទិញក្នុងខែតែមួយគឺឱកាសចំណេញវាតិចដោយសារអីមាសអាចធ្លាក់ថ្លៃវិញនៅខែណាមួយនៅពេលណាមួយជាមិនខានអញ្ចឹងប្រសិនបើបងប្អូនយកលុយទាំងដុំសម្រាប់ចាប់យកឱកាសល្អនេះទៅទិញមាសក្នុងពេលតែមួយក្នុងថ្ងៃតែមួយគឺបងប្អូនមិនសូវបានចំណេញទេអញ្ចឹងដូចជាវីដេអូនៃការសន្សំមាសខ្ញុំបាននិយាយអំពីរបៀបដែលទិញមាសជាតាមដំណាក់កាលក្នុងរយៈពេល1ឆ្នាំយើងអាចទិញជារៀងរាល់ខែហើយនៅពេលតម្លៃវាឡើងចុះយើងយកតម្លៃដើមដែលទិញសរុបនោះគិតជាមធ្យមភាគគិតជាមធ្យមហើយបន្ទាប់មកយើងបែងចែកទៅយើងដឹងថាចំណេញកម្រិតណាប៉ុន្តែបើបងប្អូនយកលុយសម្រាប់ឱកាសនេះទៅទិញមាសទាំងដុលក្នុងពេលតែមួយខ្ញុំជឿជាក់ថាអាចប្រសិនបើមាសនៅតែបន្តឡើងរយៈពេលខ្លីណាមួយមិនអីទេប៉ុន្តែប្រសិនបើវាឆាប់ពេកនោះវាធ្លាក់ចុះឆាប់ពេកនោះនឹងបងប្អូននឹងខាតបង់ច្រើនហើយសម្រាប់លុយផ្នែកទី3វិញគឺលុយសម្រាប់អភិវឌ្ឍខ្លួនឯងមានន័យថាលុយដើម្បីអភិវឌ្ឍខ្លួននេះគឺជាលុយដែលមនុស្សភាគច្រើនមើលរំលងតែសម្រាប់លោកអ្នកបងប្អូនដែលជាអ្នកធូធាអ្នកមានមិនដែលមើលរំលងនៅចំណុចនេះទេលុយនោះគឺជាលុយសម្រាប់រៀនជំនាញថ្មីលុយដើម្បីបង្កើតចំណូលថ្មីបន្ថែមនិងលុយកែលម្អជីវិតនៅពេលដែលមាសឡើងថ្លៃអ្នកមានគេសួរថាតើខ្ញុំអាចធ្វើឲ្យខ្លួនខ្ញុំមានតម្លៃជាងមាសបានដែរឬអត់នេះហើយគឺជាសំណួរដែលពួកគេតែងតែសួរខ្លួនឯងសរុបរួមទៅសូមបងប្អូនអរគ្នាយកចំណុចទាំងនេះទៅពិចារណាទៅគិតកុំយកលុយទាំងអស់ទៅទិញមាសទាំងដុលកុំទុកលុយទាំងអស់ឲ្យនៅស្ងៀមត្រូវរៀបចំត្រូវបែងចែកត្រូវគិតឲ្យវែងមាសឡើងថ្លៃស្មើនឹងសញ្ញាព្រមានមិនមែនសញ្ញាឲ្យប្រញាប់ទៅទិញមាសតាមអារម្មណ៍របស់យើងនោះទេជាចុងក្រោយខ្ញុំសូមលើកទឹកចិត្តបងប្អូនថាបើថ្ងៃនេះបងប្អូនមិនបានទិញមាសមិនមែនមានន័យថាបងប្អូនខកឱកាសនោះទេតែបើបងប្អូនរៀបចំលុយឲ្យបានត្រឹមត្រូវលុយឲ្យមានសុវត្ថិភាពនិងមានគំនិតច្បាស់លាស់ឱកាសវានឹងមករកបងប្អូនដែលឯងបើវីដេអូនេះធ្វើឲ្យបងប្អូនគិតបានច្បាស់លាស់ជាងមុនសូម like comment ហើយប្រាប់ខ្ញុំថាតើបងប្អូនកំពុងតែស្ថិតនៅក្នុងផ្នែកណាមួយក្នុងចំណោមផ្នែកទាំង3នេះប្រសិនបើលោកអ្នកបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍និងផ្ដល់ចំណេះដឹងដល់លោកអ្នកបងប្អូនសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណសូមជម្រាបលា